ចា5 ឆ្នាំក្រោយយើងនឹងឃើញរូបរាងថ្មីនៃកម្ពុជា5 ឆ្នាំបន្ទាប់ទៀតគឺយើងឃើញរូបរាងថ្មីរបស់កម្ពុជាពេលហ្នឹងគឺមានចំណែកពួកយើងទាំងអស់គ្នាដែល ចាមានចំណែក ល្អសម្រាប់ មោទនភាពសម្រាប់ដែលយើងកាត់ជាខ្មែរយើងមិនបំផ្លាញជាតិសិង្ហបុរី start ពី0 start ពីសំបីទឹកអត់មានផងនៅក្នុងប្រទេសហ្នឹងទឹកសាបឯគេឆ្នៃអត់មានទេទឹកទិញពីគេទេតែហេតុអីគេធ្វើឲ្យប្រទេសគេរីកចម្រើនមកចាអរគុណសម្រាប់ប្រសាសន៍របស់អ្នកគ្រូចាទស្សនិកជនទាំងអស់គ្នាឥឡូវនេះពេលវេលាដែលខ្មែរយើងខ្ញុំគិតថាយើងបារម្ភពីប្រទេសយើងបារម្ភពីសុខទុក្ខសមាជិកក្នុងគ្រួសារយើងបារម្ភពីសេដ្ឋកិច្ចការងារលុយកាក់យើងយ៉ាងណាយ៉ាងនេះខ្ញុំគិតថាទោះបីជាមានរឿងអ្វីក៏ដោយដោយប្រសាសន៍អ្នកគ្រូមានប្រសាសន៍មិញហ្នឹងគឺធ្វើឲ្យយើងមានក្តីសង្ឃឹមថាមិនអីទេកម្ពុជាយើងនឹងអាចឆ្លងផុតបានតែសំខាន់គឺយើងត្រូវផ្ដោតលើធនធានមនុស្សចាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដែលមានកូនតូចត្រូវតែមើលកូនយើងឲ្យកូនយើងបានរៀនអត់ទេចឹងទៅយើងចាប់ផ្ដើមពីគ្រួសារមួយទៅជាគ្រួសារ17លានអ្នកនេះចា